ការវាយប្រហារនាពេលនេះទំនងជាសហរដ្ឋអាមេរិកវាយមួយគម្រាម100ហើយចូលមកដល់ថ្ងៃទី4នៃប្រតិបត្តិការកំហឹងអន្តរីដែលស្ថានភាពបានឈានទៅដល់កម្រិតមួយទៀតហើយនៅពេលដែលសហរដ្ឋអាមេរិកបានសម្រុកបញ្ជូនយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រ B-1B Lancer ចំនួនទៅដល់3គ្រឿងឯណោះហោះត្រង់ពីសហរដ្ឋអាមេរិកមកសម្រុកបាញ់លើគោលដៅយោធាអ៊ីរ៉ង់តាមគេហទំព័រ It Army Radar ដែលបានចុះផ្សាយនៅថ្ងៃទី2មិនិនាបានលម្អិតថាយន្តហោះទម្លាក់គ្រាប់បែក B-1B Lancer ចំនួនទៅដល់3គ្រឿងបានហោះហើរដោយមិនឈប់ឈរចេញពីមូលដ្ឋានទ័ពអាកាស Ellsworth ក្នុងរដ្ឋ South Dakota ដើម្បីវាយប្រហារគោលដៅយោធាអ៊ីរ៉ង់ពេញមួយយប់ដែលជាបេសកកម្មទម្លាក់គ្រាប់បែករយៈចម្ងាយឆ្ងាយលើកទី2នៃប្រតិបត្តិការកំហឹងអន្តរីដែរខណៈដែលយុទ្ធនាការអាមេរិកអ៊ីស្រាអែលប្រឆាំងទៅនឹងអ៊ីរ៉ង់បានឈានចូលទៅដល់ថ្ងៃទី3របស់ខ្លួននៅថ្ងៃច័ន្ទទី2មិនិនានេះការប្រើប្រាស់ B-1B ដែលជាស្ដេចដឹកគ្រាប់បែកនាពេលនេះបង្ហាញថាអាមេរិកបានកំទេចប្រព័ន្ធការពារដែនអាកាសអ៊ីរ៉ង់ស្ទើរតែទាំងស្រុងហើយទើបហ៊ានប្រើប្រាស់យន្តហោះប្រភេទនេះមកបោះសម្អាតគោលដៅជាង1250កន្លែងបន្ថែមទៀតមិនតែប៉ុណ្ណោះមេតបកម្ពុជាអាមេរិកបានបញ្ជាក់ពីការបញ្ជូនកម្លាំងទ័ពនិងយន្តហោះចម្បាំងបន្ថែមមកកាន់តំបន់នេះទៀតដែលជាសញ្ញាថាអាមេរិកត្រៀមលក្ខណៈសម្រាប់សង្គ្រាមទ្រង់ទ្រីធំក្នុងរយៈពេលវែងខណៈដែលអាមេរិកកំពុងសម្រុកវាយលុកស្រាប់តែមានការប្រែប្រួលដ៏គួរឲ្យភ្ញាក់ផ្អើលនៅក្នុងជួរសហភាពអឺរ៉ុបដោយតាម Reuters នៅថ្ងៃទី2មិនិនាបានបង្ហាញថាប្រទេសអេស្ប៉ាញបានក្លាយជាប្រទេសដំបូងគេដែលចេញមុខប្រឆាំងទៅនឹងអាមេរិកចំដោយបានប្រកាសបដិសេធមិនឲ្យអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួនសម្រាប់ប្រតិបត្តិការប្រឆាំងទៅនឹងអ៊ីរ៉ង់ឡើយយន្តហោះចម្បាំងសហរដ្ឋអាមេរិកត្រូវបានបង្ខំឲ្យចាក់ចេញពីទឹកដីអេស្ប៉ាញភ្លាមបន្ទាប់ពីរដ្ឋាភិបាលទីក្រុងម៉ាឌ្រីតបានយល់ថាសកម្មភាពរបស់លោកត្រាំកំពុងធ្វើឲ្យសណ្ដាប់ធ្នាប់ពិភពលោកកាន់តែមានគ្រោះថ្នាក់នេះគឺជាការបង្ហាញឲ្យឃើញពីការបែកបាក់ផ្ទៃក្នុងរបស់អឺរ៉ុបយ៉ាងធ្ងន់ធ្ងរនៅចំពោះមុខសង្គ្រាមលើកនេះស្របពេលជាមួយគ្នានេះក្រសួងការបរទេសសហរដ្ឋអាមេរិកបានចេញសេចក្តីថ្លែងការណ៍អាសន្នបំផុតកាលពីថ្ងៃទី2មិនិនាដោយបញ្ជាឲ្យពលរដ្ឋរបស់ខ្លួនចាក់ចេញជាបន្ទាន់ពីប្រទេសចំនួន14នៅទូទាំងមជ្ឈិមបូព៌ារួមមានអារ៉ាប៊ីសាអូឌីតអេមីរ៉េតអារ៉ាប់រ៉ូមហ្គាតានិងហ្សតដានីជាដើមប្រភពចេញពី Reuters នៅថ្ងៃទី3មិនិនាបានសង្កត់ធ្ងន់ថាបទបញ្ជានេះបានធ្វើឡើងបន្ទាប់ពីអ៊ីរ៉ង់បានចាប់ផ្ដើមសងសឹកដោយការប្រើប្រាស់ដ្រូននិងមីស៊ីលវាយប្រហារលើមូលដ្ឋានទ័ពសហរដ្ឋអាមេរិកនិងប្រលានយន្តហោះស៊ីវិលធំៗនៅក្នុងតំបន់ការបិទដែនអាកាសនិងការលុបចោលជើងហោះហើររាប់ពាន់ជើងបានធ្វើឲ្យមេឃនៅមជ្ឈិមបូព៌ាក្លាយជាប្រហោងដ៏ធំដែលកំពុងបង្កការភ័យខ្លាចដល់អ្នកដំណើររាប់សែននាក់ដែលកំពុងតែជាប់គាំងគួរបញ្ជាក់ផងដែរថា B-1B Lancer និង B-2 Spirit គឺជាប្រភេទយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រដូចគ្នាតែអ្វីដែលខុសគ្នានោះគឺ B-1B Lancer គឺមានល្បឿនខ្លាំងគឺអាចហោះហើរបានលឿនជាងសំឡេងហើយក៏ត្រូវបានចាត់ទុកជាយន្តហោះដែលដឹកគ្រាប់បែកបានច្រើនជាងគេរហូតដល់ប្រមាណ60តោនឯណោះក្នុងចំណោមយន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក